អ្នកគុណនិយមឈូចង្អិនអាចបំបីភាពទទេលើវេទិកាក្បាច់គុណជួបព្រះមិនញញើតជើងខ្លាំងលើលោកគ្រប់គេគ្រប់គ្នាឈ្មោះទេវតាក្បាច់គុណអ្នកណាមានក្បាច់គុណកំពូលលើគេឲ្យគ្រប់ទេវតាក្បាច់គុណអ្នកណាមិនខ្លាចមានគៀក្បាច់គុណខុសច្បាប់ធម្មជាតិផ្លូវខាងមុខមិនទាន់ដឹងតែថៃទី1នៅបៃទូម៉ាតាំងអ៊ីនសូមមកទទួលគ្រូធំទាំង4យមរាជឲ្យអ្នកណាស្លាប់យើងទី3ខ្ញុំហ៊ានទប់ដល់យើងទី5ពេលទេវតាបៃទូទទួលគ្រូធំទាំង4អ្នកគុណនិយមវ៉ាងឈិនឡុងនាំយកស្លាបបញ្ជាមាសសមាគមក្បាច់គុណទទួលគ្រូធំទាំង4ជាងឈូអ៊ីនៅបៃទូស្វាគមន៍ដល់គ្រូធំសិស្សលោកគ្រូធំដែលក្បាច់គុណនាំមុខគេគ្រូធំទាំង4សុទ្ធតែមកទទួលទេវតាក្បាច់គុណក្រោយពីជាងឈូអ៊ីទទួលបានការគោរពនិងខ្លាយទៅជាសិស្សទេវតាក្បាច់គុណហើយគ្រូសាក់ជាងខ្ពង់ខ្ពស់មែនបានឃើញក្បាច់គុណគ្រូធំដាក់ផ្ទាល់ភ្នែកពិតជាសំណាងបេជាតិឯងអស់ចាប់ប៉ុណ្ណាឈូអ៊ីប្អូនស្រីឯងចិត្តខ្លាចជាសិស្សគ្រូធំកុំថាជួបគ្រូទាំង4នេះទោះបីជាហូបបាយរួមតុជារឿងធម្មតាទៅហើយបើកុំតែឯងរៀបការជាមួយអ្នកទោសគ្រូធំលើកស្ទួយក្បាច់គុណប្រទេសផ្សព្វផ្សាយគ្រប់ទិសទីសូមរកគ្រូធំគ្រូធំទាំង4មិនចូលចិត្តជាអ៊ូអធ្វើដំណើរទៅមុនបាត់ទៅហើយសូមអស់លោកទៅវិញចុះថាម៉េចគ្រូធំតែបាត់ហើយដំណើររបស់គ្រូធំគឺអញ្ចឹងហើយអ្នកខ្លាំងចុះពីលើភ្នំដើម្បីរៀបចំវាគាក្បាច់គុណឡើងវិញលើលោកនេះមានអ្នកខ្លាំងដែរលោកគ្រូធំទាំង4ទៅអញ្ជើញដល់ផ្ទាល់ខ្ញុំអ្នកខ្មែរអ្នកសវិទូរ៉ាក្រហមទេនអ៊ូសូមទេវតាក្បាច់គុណសូមទេវតាក្បាច់គុណចាប់ពីភ្នំទេវតាក្បាច់គុណខ្ញុំគ្មានសមត្ថភាពចាប់តាំងពីរៀមច្បងដកខ្លួនក៏និយមចុកខ្សែអង្គប្រជុំក្បាច់គុណយើងចាញ់ភាគខាងជើងរាល់លើកក្រជនឈើជាប្រយោជន៍ជនឱកាសនិយមសាច់ចំអម្ដងហើយម្ដងទៀតជាភាពអាម៉ាស់របស់នគរតាសៀងយើងអង្គប្រជុំក្បាច់គុណឆ្នាំនេះរៀបចំនៅតាសៀតែសុំទេវតាក្បាច់គុណចុះពីភ្នំរៀបចំសម្រាប់ធ្នាប់សំដីពួកចៅម៉ាស៊ីនមិនចាំបាច់ខ្វល់ច្រើនទេថ្ងៃនេះសម្រាប់គ្រូធំទាំង4យើងនឹងយកគុណសម្បត្តិនេះត្រឡប់ទៅជប៉ុនវិញហើយទោះបីជាក្បាច់គុណឯខ្លាចយ៉ាងណាក៏ដោយក៏មិនអាចពាក់គ្រាប់បានដែរមិនគួរជឿទេឯងចិត្តណាមិនក៏អាចធ្វើបានក្បាច់គុណកាមិក